ដូណាល់ត្រាំការយកកាណាដាដាក់ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកទំនងមិនប្រើកងកម្លាំងយោធាដូចនៅតំបន់ Greenland នោះទេអីយ៉យដូណាល់ត្រាំចង់យកកាណាដាចូលក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យទី4 ខែឧសភាឆ្នាំ2025នៅក្នុងកម្មវិធីមួយរបស់ NBC លោកដូណាល់ត្រាំបាននិយាយថាវាមានឱកាសតិចតួចបំផុតដែលសហរដ្ឋអាមេរិកនឹងងាកទៅរកការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយកកាណាដាឲ្យក្លាយជារដ្ឋទី51របស់សហរដ្ឋអាមេរិកខុសពីអ្វីដែលលោកធ្លាប់ប៉ុនប៉ងយកដែនកោះ Greenland ពីដាណឺម៉ាកមកគ្រប់គ្រងប្រធានាធិបតីសហរដ្ឋអាមេរិកបានកត់សម្គាល់ថាខ្ញុំគិតថាយើងនឹងមិនឈានដល់ចំណុចនោះទេដែលបានផ្ដល់យោបល់ថាការពិភាក្សាការទូតនិងសេដ្ឋកិច្ចនឹងជាមធ្យោបាយចម្បងសម្រាប់ការពិចារណាបែបនេះលោកត្រាំបានបន្ថែមទៀតថារឿងនេះអាចកើតឡើងជាមួយនឹងកោះ Greenland ខ្ញុំនឹងនិយាយដោយស្មោះត្រង់យើងត្រូវការវាសម្រាប់សន្តិសុខជាតិនិងអន្តរជាតិប៉ុន្តែខ្ញុំគិតថាវាមានឱកាសតិចតួចបំផុតដែលត្រូវធ្វើជាមួយនឹងកាណាដាការអធិប្បាយរបស់លោកត្រាំធ្វើឡើងមុនកិច្ចប្រជុំដែលគ្រោងទុកជាមួយនឹងនាយករដ្ឋមន្ត្រីកាណាដាបាទ Mark Carney នៅសេតវិមានបាទក្នុងពេលឆាប់ខាងមុខនេះមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីចំនួនពាណិជ្ជកម្មដែលកំពុងបន្តរួមទាំងពន្ធគយថ្មីនិងវិធានការសងសឹកដែលបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពតានតឹងលោកនាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះគំនិតនៃការកាត់បញ្ចូលកាណាដាជាឧបសម្ព័ន្ធអាមេរិកដោយអះអាងពីអធិបតេយ្យភាពនិងឯករាជ្យភាពរបស់កាណាដាលោកនាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ទៀតថាគំនិតដែលចង់ឲ្យកាណាដាក្លាយជារដ្ឋទី51មិនអាចកើតឡើងជាដាច់ខាតមតិសាធារណៈនៅប្រទេសកាណាដាប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតនៃការកាត់បញ្ចូលជាឧបសម្ព័ន្ធនេះការស្ទង់មតិរបស់យុទ្ធនាការមួយកាលពីពេលថ្មីនេះបានបង្ហាញថា 90% នៃជនជាតិកាណាដាប្រឆាំងទៅនឹងគំនិតការចូលរួមជាមួយសហរដ្ឋអាមេរិកដែលឆ្លុះបញ្ចាំងពីអារម្មណ៍ដ៏រឹងមាំរបស់ពួកគេនៅក្នុងការពិភាក្សារក្សានៅអត្តសញ្ញាណជាតិនិងឯករាជ្យភាពជាតិជាចុងក្រោយបាទសូមជម្រាបលា